ឈ្នះអស់ប្រុសក្នុងលោកបរិសម្នាក់មានប្រពន្ធ20នាក់និងកូនជាង100នាក់បរិសម្នាក់នៅក្នុងប្រទេសតង់ហ្សានីសប្តាហ៍មានវ័យ86ឆ្នាំដែលមានឈ្មោះថាកាពីនហ្គាបានក្លាយជាចំណាប់អារម្មណ៍របស់មហាជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមព្រោះតែលោកបង្ហាញអំពីជីវិតគ្រួសារដ៏ធំសម្បើមមិនធ្លាប់មានខុសពីអ្នកដទៃត្រង់ថាលោកមានសំណាងមានប្រពន្ធរហូតដល់20នាក់និងមានកូន104នាក់ចៅសរុបចំនួន144នាក់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្នុងចំណោមប្រពន្ធទាំង20មាន7នាក់ជាបងប្អូនស្រីបង្កើតនឹងគ្នាយោងទៅតាមបទសម្ភាសន៍ជាមួយនឹង Afrimas និងសារព័ត៌មានថៃខៅសុតលោកខាពីនហ្គាបានចែករំលែកថាលោកបានរៀបការជាមួយនឹងប្រពន្ធដំបូងក្នុងឆ្នាំ1961ហើយលោកមានកូនប្រុសច្បងនៅក្នុងឆ្នាំបន្ទាប់បើទោះបីជាយ៉ាងនេះក្តីឪពុករបស់លោកតែងតែផ្ដល់ដំបូន្មានថាការមានប្រពន្ធតែម្នាក់គឺគ្រួសារមានសមាជិកតិចដូច្នេះគួរតែពង្រីកគ្រួសារឲ្យធំកាន់តែល្អសម្រាប់ភូមិស្រុកបើតាមកន្លងការទូន្មានឪពុកលោកបានអនុវត្តតាមរហូតរៀបការជាមួយភរិយាបន្តបន្ទាប់សរុបបច្ចុប្បន្នគឺមានចំនួន20នាក់ដែល16នាក់រស់នៅជុំគ្នារីឯ4នាក់ទៀតបានចេញពីលោកនិងមានអ្នកខ្លះអនិច្ចកម្មទៅហើយភរិយាទាំងអស់របស់លោកបានសម្រាលកូនសរុបចំនួន104នាក់ហើយកូនបានរៀបការនិងបង្កើតសមាជិកបន្តបន្ទាប់សរុបលោកមានចៅចំនួន144នាក់លោកខាប៊ីនហ្គាបានបញ្ជាក់ថាទំហំគ្រួសារដ៏ធំបំផុតនេះបានធ្វើឲ្យលោកមានសុភមង្គលនិងបង្កើតភាពរីករាយនៅក្នុងសហគមន៍បានយ៉ាងច្រើនលោកបានបន្តថាការផ្គត់ផ្គង់គ្រួសារដ៏ធំនេះពិតជាមានការលំបាកក៏ប៉ុន្តែក៏បានផ្ដល់ឲ្យនូវកិត្តិយសនិងការគោរពពីអ្នកជំនាញខ្លួនផងដែរ